ដាក់ក្រែឲ្យអង្គុយជាវាយនាងអង្គុយស្ដាប់ធម៌កូនឈ្នួលឡើងលើក្រែសំដែងឲ្យស្ដាប់ទៅយល់ដឹងបនដឹងបាបគ្រប់រូបគ្នាលែងគេចូលដល់ព្រះធម៌របស់លោកគ្រូសានភិរេតដល់មនុស្សទី5វគ្គទី5នេះហើយយល់រឿងនឹងហើយមួយបានសាងអំពើល្អគ្រប់បែបយ៉ាងទាំងអស់នឹងដឹងគុណម៉ែទៅដឹងគុណល្អត្រឹមត្រូវគ្រប់បែបយ៉ាងនេះមកពីយើងមានធម៌មានសិលដឹងគុណម៉ែដឹងគុណធម៌ក្នុងខ្លួនទូនីតិរបស់ខ្លួនដែលប្រពុតត្រង់សម្ដែងទាំង5យ៉ាងទូនីតិរបស់កូនល្អហ្នឹងមកពីបរុបបរៈម្នាក់ដែលមិនដឹងទិសមិនដឹងតំបន់ញោមញាតិដែលលើគេជេរអាមិនដឹងទិសណាអាមិនដឹងទិសអាមិនដឹងតំបន់នៃក្មេងពីដើមបើគេជេរអញ្ចឹងដឹងប៉ុន្តែក្មេងឥឡូវនេះពិបាកណាស់ព្រោះក្មេងពីដើមខុសពីក្មេងឥឡូវក្មេងពីដើមចាស់អស់ហើយក្មេងឥឡូវណាចាស់ពីដើមក៏ខុសពីចាស់ឥឡូវដែរចាស់ពីដើមស្លាប់អស់ហើយទេចាស់ពីដើមគាត់ជេរក្មេងថាអាមិនដឹងទិសអាមិនដឹងតំបន់អូមកប៉ុណ្ណេះក្មេងយកទៅស្ដាប់ឈឺក្បាលប៉ុន្តែក្មេងឥឡូវនេះបើយើងជេរអាមិនដឹងទិសមិនដឹងតំបន់វាសោយទៀតខ្ញុំបើ Google ដឹងទិសអាដែរគេចេះបើ Google បើចឹងគេដឹងអាដែរយើងចាច់ទៀតតាមពិតមិនដឹងទិសហ្នឹងបើយើងមិនដឹងទិសតែគេជេរមកវាមានន័យធ្ងន់ណាស់ន័យថាម៉េចបរោះម្នាក់នោះគាត់ទៅថ្វាយអង្គមទិសទាំង6ប្រពុតយើងមកដល់ក៏សួរមនាលមានណែឯងធ្វើអីហ្នឹងមានសក់មានមុខទឹកជោកអញ្ចឹងនៅក្នុងសេចក្ដីលកៈសោតប្រសោតយើងហ្នឹងបរោះថាខ្ញុំរាប់អានពីឪពុកផ្ដាំថាបើកូននៅបើឪពុកស្លាប់ទៅកូនឯងកុំភ្លេចថ្វាយអង្គមទិសទាំង6ឥឡូវឪពុកស្លាប់ហើយបានជាខ្ញុំមកថ្វាយអង្គមទិសទាំង6តាមពីឪពុកនឹងរាល់ថ្ងៃបានព្រះអង្គថាមិនមែនអញ្ចឹងទេមាននោះឪពុកចង់ផ្ដាំថាអត់ពីឪពុកទៅកុំឲ្យកូនប្រព្រឹត្តអបាយមុខ6យ៉ាងលបែងស្រីស្រាពាលាភ្នាល់គ្នាដើរលេងហួសពេលវេលាខ្សែគុកបាបប្រមិតបើកូនវាចាអា6នឹងបានទ្រព្យសម្បត្តិកេអកដែលឪពុកចែកឲ្យនៅខាត់ថេហើយដូចឪពុកនៅរស់ជាមួយកូនអញ្ចឹងប៉ុន្តែបើកូនទៅប្រព្រឹត្តលបែងទាំង6យ៉ាងនេះហើយហាន់ហើយអស់ដូចឪពុកទៅឆ្ងាយហើយមានទោសច្រើនយ៉ាងឧទាហរណ៍ដូចជាដើរលេងហួសពេលវេលាទៅជន់បានជើងចោលទៅបង្កតំណោះហាន់ហើយទ្រព្យសម្បត្តិចោលលួចទឹកលិចភ្លើងឆេះខ្លួនឯងធ្លាក់ខ្លួនឈឺជន់ជំងឺចូលផ្ទះដេកមិនគ្រប់មិនគ្រាន់សុខភាពក៏មិនល្អអន្តរាយគ្រប់យ៉ាងអង្គបញ្ជាក់ថាមនាលមាននោះទិសទាំង6នឹងគេរាប់ចែកគេឲ្យកូនសង្គ្រោះដល់មនុស្ស6ក្រុមនៅជុំវិញខ្លួនទី1ក្រុមទិសខាងកើតគេហៅថាទិសមេត្តាបិតាទិសខាងត្បូងទី2គេហៅថាគ្រូអាចារ្យទិសទី3ខាងលិចគេហៅថាបុត្រភរិយាទិសខាងជើងទី4គេហៅថាមិត្តសម្លាញ់ទិសខាងលើទី5គេហៅថាសមណៈព្រាហ្មណ៍ទិសខាងក្រោមគេហៅថាទាសកម្មករគេឲ្យសង្គ្រោះដល់មនុស្ស6ទិសខាងត្បូងរៀនមានចំណេះពីគ្រូណាមកដឹងគុណគ្រូនឹងផងបើគាត់ចាស់ជួយគាត់បើគាត់ស្លាប់ធ្វើបុណ្យឲ្យគាត់ផងទិសខាងលិចបុត្រភរិយាបើគ្នានៅរស់សង្គ្រោះតាមរស់បើគ្នាស្លាប់ឲ្យធ្វើបុណ្យឲ្យផងទិសខាងជើងមិត្តសម្លាញ់ធ្លាប់រាប់អានគ្នាបើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យផងទិសខាងលើជាសមណៈព្រាហ្មណ៍ធ្លាប់ប្រពរាប់អានអង្គណាដែលលោកសពុតឲ្យធ្វើបុណ្យឲ្យលោកផងទិសខាងក្រោមទាសកម្មករគ្នាតូចតាចជាងយើងបើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងឯទិសខាងកើតជាទិសមេត្តាបិតាគេឲ្យកូននឹងចាំម៉ែឪបតោនេសង្ឃបរិសាមិពីមុនគាត់ធ្លាប់ចាំយើងឥឡូវគាត់ចាស់យើងចាំវិញកិច្ចចាំងនេសង្ឃរិសាមិបើម៉ែឪមានកិច្ចរវល់សម្រាប់ការងារយើងមកជួយគាត់សិនមកគាត់ระวังសង្ឃបេសាមិពូជម្បោគាត់ធ្លាប់គោរពបប្រតិបត្តិអាម៉េចថែអាសាពូជគាត់ទៅមកធ្លាក់ចុះវាយ៉ាជាងបដិបជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកដែលគាត់ចែកឲ្យកុំចេះតែបំផ្លិចបំផ្លាញឲ្យខ្ទេចខ្ទីអីនេះបើគាត់នៅរស់មានន័យថាជូនបាយទឹកនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសដល់គាត់ទៅ